មានតែគេខ្លះសប្បាយចិត្តដូចខ្ញុំនៅពេលដែលកូនរបស់យើងចេះនិយាយពាក្យថាទេមកកាន់យើងដែលជាឪពុកម្ដាយតាមពិតទៅខ្ញុំធ្លាប់មានអារម្មណ៍មួម៉ៅឆាប់ខឹងក៏ដូចជាយើងអត់សប្បាយចិត្តនៅពេលដែលកូនយើងអត់ធ្វើអីទៅតាមអ្វីដែលយើងប្រាប់គាត់ឬក៏គាត់និយាយថាទេគាត់ប្រកែកជាមួយយើងអីចឹងទៅប៉ុន្តែនៅពេលដែលយើងគិតត្រឡប់មកវិញថាហេតុអីបានគាត់បង្ហាញអាកប្បកិរិយាបែបហ្នឹងហេតុអីក៏គាត់និយាយទេជាមួយយើងបានហេតុអីក៏គាត់ចេះប្រកែកជាមួយយើងតមាត់យើងតាមពិតរឿងទាំងអស់ហ្នឹងគឺសុទ្ធតែជាសញ្ញាល្អដែលបង្ហាញពីការលូតលាស់របស់គាត់ដោយសារតែគាត់ស្គាល់ខ្លួនឯងបានច្រើនជាងមុនមានន័យថាគាត់ដឹងថារបស់ណាគាត់ចូលចិត្តរបស់ណាក៏អត់ចូលចិត្តឧទាហរណ៍ជាក់ស្ដែងដូចការស្លៀកពាក់របស់កូនខ្ញុំតាំងពីកូនស្រីខ្ញុំអាយុមកខួបជាងរហូតដល់ឥឡូវគឺភាគច្រើនគឺគាត់រើសកៅអៅដោយខ្លួនឯងគាត់ដឹងថាកៅអៅបែបណាដែលគាត់ចង់ស្លៀកពណ៌អីដែលគាត់ចូលចិត្តអីចឹងទៅអញ្ចឹងគាត់ស្គាល់ពីខ្លួនឯងច្បាស់ជាងកាលពីគាត់នៅជាកូនងាគ្រាន់ថាអូខេបើមានកម្មវិធីអីមួយចំនួនក៏ខ្ញុំព្យាយាមបញ្យល់គាត់ចឹងណាអូខេកម្មវិធីនេះយើងគួរស្លៀកពាក់បែបម៉េចកម្មវិធីនេះយើងគួរស្លៀកពាក់បែបនេះអញ្ចឹងគាត់ស្ដាប់ក៏គាត់អាចធ្វើតាមគាត់អានក៏ដូចគ្នាគាត់រើសថាសភៅមួយណាដែលគាត់ចង់អានជាជាងខ្ញុំទៅរើសឲ្យគាត់ថាគាត់គួរតែអានសភៅនេះអីចឹងទៅសភៅខ្លះគឺយើងចង់ឲ្យគាត់អានឲ្យគាត់យល់ដឹងទៅលើរឿងអីមួយចឹងទៅអញ្ចឹងក៏គាត់ទទួលស្ដាប់យើងគាត់អានជាមួយយើងអីចឹងទៅប៉ុន្តែ at the same time ខណៈពេលជាមួយគ្នាហ្នឹងក៏គាត់មានឱកាសក្នុងការអានសភៅគាត់មានឱកាសនៅក្នុងការជ្រើសរើសអ្វីដែលគាត់ចូលចិត្តដូចគ្នាអញ្ចឹងអានេះវាជាចំណុចល្អដែលយើងគួរចាប់អារម្មណ៍ជាជាងទៅឆ្ងល់ថាហេតុអីបានកូនយើងអត់ស្ដាប់យើងសោះអត់ព្រមធ្វើតាមយើងសោះអត្ថប្រយោជន៍ទី2ដែលខ្ញុំមើលឃើញពីការនិយាយថាទេឬក៏ say no ពីពួកគាត់ហ្នឹងណាវាធ្វើឲ្យខ្ញុំដឹងថាពួកគាត់កំពុងតែរៀនធ្វើការសម្រេចចិត្តដោយខ្លួនឯងហើយអាហ្នឹងគឺជាអីដែលខ្ញុំតែងតែចង់ឲ្យគាត់ធ្វើធម្មតាបើគាត់ចេះសម្រេចចិត្តដោយខ្លួនឯងគាត់ចេះទទួលខុសត្រូវទៅលើការសម្រេចចិត្តរបស់គាត់ហើយមួយទៀតក៏វាបង្ហាញពីឯករាជ្យភាពរបស់គាត់ដូចគ្នាច្បាស់ណាស់គឺគាត់នៅតូចអញ្ចឹងការសម្រេចចិត្តខ្លះគឺវាមិនត្រូវទេហើយយើងដឹងថាពេលដែលគាត់សម្រេចចិត្តបែបហ្នឹងគាត់នឹងជួបគ្រោះថ្នាក់បែបណានៅពេលក្រោយប៉ុន្តែបើសិនជាគាត់នៅតែ insist គាត់នៅតែទទូចចង់ធ្វើអីដែលគាត់ចង់ធ្វើហ្នឹងណាក៏ខ្ញុំអនុញ្ញាតឲ្យគាត់ធ្វើដូចគ្នាឧទាហរណ៍ថាបើសិនជាយើងត្រូវទៅហាត់ប្រាណហើយគាត់ទៅជាមួយយើងដែរយើងរត់នៅតាមមាត់ទន្លេអីអញ្ចឹងណាអញ្ចឹងគាត់ក៏ទៅជាមួយយើងហើយគាត់ពាក់ស្បែកជើងផ្ទាត់គាត់អត់ពាក់ស្បែកជើងហាត់កីឡាស្បែកជើងក្លុបទេអញ្ចឹងមកគាត់ចង់ពាក់ស្បែកជើងផ្ទាត់ក៏ខ្ញុំឲ្យគាត់ពាក់អញ្ចឹងទៅដើម្បីឲ្យគាត់រៀនឲ្យគាត់យល់ថាពេលខ្លះអីដែលគាត់ចង់ធ្វើគឺគាត់មិនអាចធ្វើទៅបានទេដោយសារតែវាមានគ្រោះថ្នាក់មកជាមួយហើយគ្រោះថ្នាក់ហ្នឹងគឺយើងត្រូវតែប្រាប់គាត់មុនអញ្ចឹងនៅពេលដែលគាត់ដឹងហើយឮហើយប្រហែលជាគាត់មិនទាន់យល់ទេដោយសារគាត់នៅក្មេងអញ្ចឹងមានតែបដ ாய் ទៅសិនឲ្យគាត់ពាក់ទៅហើយនៅពេលដែលគាត់ដួលចាំយើង support គាត់យើងមើលគាត់តាមក្រោយទៀតអានេះវិធីសាស្ត្ររបស់ខ្ញុំណាព្រោះអីពេលខ្លះខ្ញុំទទួលស្គាល់ថាក្មេងៗគាត់ចង់ធ្វើអីមួយគឺគាត់ insist គាត់ទទូចម្ដងហើយម្ដងទៀតហ្មងហើយធ្វើឲ្យយើងពិបាកមែនតើដែលជាឪពុកម្ដាយគឺយើងប្រើពាក្យអីខ្លីគឺយើងប្រាប់គាត់ទៅគាត់អត់ស្ដាប់អញ្ចឹងមានតែឲ្យគាត់ធ្វើទៅតាមការសម្រេចចិត្តរបស់គាត់ឲ្យគាត់យល់ឲ្យគាត់ដឹងថាតើអាការសម្រេចចិត្តរបស់គាត់ហ្នឹងវាផ្ដល់ផលល្អក៏ដូចជាផ្ដល់ផលលំបាកអីគេខ្លះទៅលើរឿងមួយហ្នឹងត្រឡប់មកវិញនៅពេលដែលកូនយើងគាត់ reject យើងគាត់អត់យល់ស្របទៅនឹងអីដែលយើងនិយាយឬក៏យើងប្រាប់គាត់ទេខណៈពេលជាមួយគ្នាហ្នឹងកូនយើងក៏កំពុងតែបង្ហាញយើងដែរថាគាត់កំពុងតែរៀនធ្វើការសម្រេចចិត្តដោយខ្លួនឯងហើយគាត់ក៏កំពុងតែរៀនធ្វើអីដោយខ្លួនឯងដើម្បីទទួលបានឯករាជ្យភាពចំណុចសំខាន់ជាងគេគឺតាក់ទងជាមួយនឹងអារម្មណ៍របស់គាត់ខ្ញុំគិតថានៅពេលដែលគាត់នៅជាមួយអ្នកផ្សេងនៅពេលដែលគេប្រាប់គាត់ឲ្យធ្វើអីអាចថានៅជាមួយលោកគ្រូអ្នកគ្រូឬក៏ជាមួយបងរបស់យើងដែលជិតត្រូវជាអ៊ំរបស់គាត់ឬក៏ពូមីងគាត់អីអញ្ចឹងទៅពេលដែលពួកគាត់និយាយប្រាប់ថាឲ្យធ្វើអីមួយគាត់មិនចង់ធ្វើក៏គាត់ធ្វើដែរប៉ុន្តែនៅពេលដែលគាត់នៅជាមួយយើងទោះបីជារឿងខ្លះគាត់អត់ចង់ធ្វើគឺគាត់ប្រាប់យើងភ្លាមហ្មងថាគាត់អត់ចង់ធ្វើរឿងហ្នឹងទេឬក៏គាត់បង្ហាញអាកប្បកិរិយាមួយដែលបង្ហាញថាគាត់អត់ស្ដាប់យើងគាត់អត់យល់ស្របនឹងយើងឬក៏គាត់ប្រកែកនឹងយើងអីអញ្ចឹងទៅអញ្ចឹងសកម្មភាពទាំងអស់ហ្នឹងគាត់ធ្វើបានដោយសារអីដោយសារគាត់មានអារម្មណ៍ល្អជាមួយយើងគាត់មានអារម្មណ៍ថាគាត់មានសុវត្ថិភាពពេលដែលគាត់នៅជាមួយយើងអញ្ចឹងអារម្មណ៍ទាំងអស់គឺគាត់អាចបញ្ចេញមកយើងបានមិនថាជាអារម្មណ៍ល្អឬក៏អារម្មណ៍មិនល្អណាមួយនិងសកម្មភាពផ្សេងដែលគាត់ធ្វើមកយើងគិតថាវាគួរឲ្យរំខានឬក៏យើងគិតថាសកម្មភាពទាំងអស់ហ្នឹងវាគួរឲ្យធុញអត់ល្អអីអញ្ចឹងណាអញ្ចឹងប្រហែលជាយើងអាចគិតថានេះគឺជាការលូតលាស់របស់គាត់វាជាឱកាសមួយដែលគាត់កំពុងតែរៀនវាជាពេលមួយដែលគាត់កំពុងតែព្យាយាមបង្ហាញពីខ្លួនឯងតាមរយៈសកម្មភាពតាមរយៈអារម្មណ៍ផ្សេងព្រោះអីបើសិនជាគាត់នៅជាមួយអ្នកដទៃគាត់ប្រហែលជាមិនអាចបង្ហាញអារម្មណ៍ទាំងអស់ហ្នឹងទៅកាន់អ្នកដទៃក្រៅពីឪពុកម្ដាយរបស់គាត់ទេអញ្ចឹងត្រឡប់មកវិញជាជាងយើងអង្គុយគិត
អង្គុយឆ្ងល់ឬក៏អង្គុយមួម៉ៅថាហេតុអីបានកូនយើងចេះតែតមាត់ចេះតែធ្វើឲ្យយើងខឹងអីចឹងប្រហែលជាយើងអាចផ្លាស់ប្ដូរការគិតរបស់យើងថាសកម្មភាពដែលគាត់ធ្វើបែបហ្នឹងឬក៏អារម្មណ៍ដែលគាត់កំពុងតែបង្ហាញមកយើងហ្នឹងតាមពិតគឺជារឿងល្អវាជាភ័ស្តុតាងមួយដែលកំពុងតែបង្ហាញច្បាស់ថាគាត់កំពុងតែលូតលាស់ល្អហើយគាត់កំពុងតែជឿជាក់យើងគាត់ទុកចិត្តយើងគាត់ជឿថាយើងអាចផ្ដល់សុវត្ថិភាពដល់គាត់ចឹងហើយបានជាគាត់ធ្វើសកម្មភាពទាំងអស់ហ្នឹងក៏ដូចជាគាត់មានអារម្មណ៍គាត់បង្ហាញអារម្មណ៍ទាំងអស់ហ្នឹងមកកាន់យើងដែលជាឪពុកម្ដាយ